បាទសូមគោរពនិងជម្រាបសួរដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តជាជាប់កៅស៊ូខ្ញុំបាទទាំងពីរនាក់គឺជាបុគ្គលិកផ្នែកបច្ចេកទេសថ្ងៃនេះសូមនាំមកនៅការបទបង្ហាញអំពីការចំណាយសម្បកអញ្ចឹងបងប្អូនក្រឡេកមកមើលដើមកៅស៊ូរបស់យើងឃើញថាមានមួយពុម្ពត្រាសាធំចែកចេញជា5ពុម្ពត្រាសាតូចក្នុងមួយពុម្ពត្រាសាតូចមានប្រវែង3សង់ទីម៉ែត្រក្នុង3សង់ទីម៉ែត្រតម្រូវឲ្យជារយៈពេលចំនួន3ខែដើម្បីឲ្យជាត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសយើងត្រូវក្រឡេកមកមើលក្រឹតដែលមានគូសនៅលើដើមមាន3ចំណុចហើយត្រូវជាក្នុងមួយចំណុច1ខែក្នុង1ខែត្រូវជាចំនួន10ពន្លាកក្នុង1ពន្លាកយើងត្រូវចំណាយសម្បកចាប់ពី 1.1 មីលីម៉ែត្រដល់ 1.5 មីលីម៉ែត្រប្រសិនបើបងប្អូនជាមិនបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសមានប្រធានក្រុមបច្ចេកទេសចុះពិនិត្យទៅលើការជារបស់បងប្អូនជាប្រចាំថ្ងៃហើយនឹងមានការដាក់បន្ទុករបស់បងប្អូនក្នុងមួយខែមួយដងប្រសិនណាបងប្អូនជាត្រូវតាមស្តង់ដារបច្ចេកទេសក្រុមហ៊ុននឹងអនុញ្ញាតឲ្យជា D2 ដើម្បីបន្ថែមទិន្នផលបន្តទៀតបើបងប្អូនជាមិនបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនោះក្រុមហ៊ុនមិនអនុញ្ញាតឲ្យជា D2 ឬក៏ឲ្យតេតមុនអញ្ចឹងការធ្វើបទបង្ហាញរបស់ខ្ញុំទាំងពីរនាក់ក៏សូមបញ្ចប់ត្រឹមនឹងបាទសូមអរគុណ